បាទអូចាប់ឡើងបាទអរគុណច្រើនអាយលេងធន់តតមួយជើងស្ដាំបាទចូលពេញធំទឹកបាទពីម៉ាទីនគាត់សងមកវិញពីបើថ្មដាថ្មដាបាទគុំស្ដាំបាទគាត់ឆ្វេងថ្មដាហេកតូស្ដាំម៉ាទីនបាទចាប់ឡើងបាទចាប់ឡើងហើយយ៉ាងម៉េចបាទត្រង់នេះគឺចំប្រដាប់ការពារបាទហើយសូមសម្រួលបន្តិចសិន 7 8 9 10 គណៈចៅក្រមអាជ្ញាកណ្ដាលគណៈវិនិច្ឆ័យបានធ្វើការប្រឹក្សាដើម្បីសម្រេចយកលទ្ធផលនៅពេលនេះគឺសម្រេចថាបង្គោលក្រហមបោះបង់ការប្រកួតត្រឹមទឹកទី1ដូច្នេះជ័យជំនះម្ចាស់ពាននិងប្រាក់លានពីប៊ូស្រងបានទៅលើបង្គោលគីបាយថ្មដាបាទជានិមិត្តរូបនៅក្នុងការតំណាងឲ្យកីឡាករបង្គោលក្រហមចំណែកឯទឹកប្រាក់ចំនួន4លានរៀលលោកសៀងសម្បូរដែលជាប្រធានផ្នែកលួប៊ូស្រងប្រចាំខេត្តកំពង់ធំផ្ដល់ជូនដល់កីឡាករដែលបានទទួលជ័យជំនះរីឯពានបាទជ័យជំនះនៅក្នុងការប្រកួត54គីឡូក្រាមនេះនឹងប្រកួតជូនដោយ IL ដំមើលកាដូអនុប្រធានសហព័ន្ធកីឡាបណ្ដាលគុណខ្មែរជូនទៅដល់កីឡាករដែលបានទទួលជ័យជំនះសូមអបអរសាទរដល់បើថ្ម